សូមអនុមោទនាបុណ្យវិសាខបូជានឹងឆ្លងព្រះពុទ្ធសករាជចូល2568នាងមោអរៈបុណ្យវិសាខបូជាបុណ្យមួយដ៏សំខាន់បំផុតដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនានិងពុទ្ធបរិស័ទទូទាំងពិភពលោកក៏ដូចជាកម្ពុជាដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំបុណ្យវិសាខបូជាធ្វើឡើងដើម្បីរំលឹកនឹកដល់អភិលក្ខតសម័យទាំង3គឺថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូតត្រាស់ដឹងនិងបរិនិព្វាននៅថ្ងៃ15កើតពេញបូណមីខែពិសាទន្ទឹមនឹងនេះបុណ្យវិសាខបូជាត្រូវបានអង្គការសហប្រជាជាតិប្រកាសទទួលស្គាល់នៅថ្ងៃទី15ខែធ្នូឆ្នាំ1999ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំឆ្នាំនេះពិធីបុណ្យវិសាខបូជារាជរដ្ឋាភិបាលបានរៀបចំជាផ្លូវការនៅថ្ងៃពុធ15កើតខែពិសាឆ្នាំរោងឆស័កពុទ្ធសករាជ2567ត្រូវនៅថ្ងៃទី22ខែឧសភាឆ្នាំ2024ក្នុងបរិវេណព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យដែលមានការយាងនិមន្តនិងអញ្ជើញចូលរួមពីសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គថ្នាក់ដឹកនាំប្រធានព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលព្រមទាំងមន្ត្រីរាជការនិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករដែលឡែកនៅតាមបណ្ដាវត្តអារាមទូទាំងប្រទេសបានរៀបចំពិធីបុណ្យនេះព្រមគ្នាផងដែរនៅពេលព្រឹកមានការបូជាទៀនផ្កាភ្ញីធូបគ្រឿងក្រអូបព្រះរតនត្រ័យសមាទានសិលវេផាត់រាប់បាតឧទ្ទិសទានជូនដល់បុព្វការីជនពេលរសៀលជួបជុំពុទ្ធបរិស័ទដង្ហែវិសាខបូជាបូជាទានធូបផ្កាភ្ញីគ្រឿងក្រអូបដល់ព្រះរតនត្រ័យថ្វាយបង្គំព្រះសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសម្ដែងព្រះធម៌ទេសនាប្រកាសវិសាខបូជាធ្វើសមាធិនិងផ្សាយមេត្តាធម៌រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋពុទ្ធសករាជ2568នឹងរាប់ចាប់តាំងពីថ្ងៃប្រហ័ស1រោចខែពិសាឆ្នាំរោងឆស័កត្រូវនៅថ្ងៃទី23ខែឧសភាឆ្នាំ2024តទៅដើម្បីឲ្យពិធីបុណ្យវិសាខបូជាឆ្នាំនេះមានភាពមហោឡារិករាជរដ្ឋាភិបាលអាណត្តិទី7ក្រសួងធម្មការនិងសាសនាធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនាគ្រប់រាជធានីខេត្តដូចខាងក្រោម 1. ត្រូវសហការជាមួយសាលាគុណនិងរដ្ឋបាលរាជធានីខេត្តដើម្បីធ្វើការផ្សព្វផ្សាយខ្លឹមសារស្ដីពីបុណ្យវិសាខបូជាដល់ពុទ្ធបរិស័ទនិងយុវជនគ្រប់មជ្ឈដ្ឋានឲ្យបានយល់ជ្រួតជ្រាបអំពីអត្ថន័យនៃពិធីបុណ្យវិសាខបូជា 2. ត្រូវបំផុសឲ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យវិសាខបូជាឲ្យបានមហោឡារិកស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិនិងព្រះពុទ្ធសាសនា 3. ត្រូវសហការជាមួយព្រះមេគុណព្រះអនុគុណណែនាំដល់ព្រះគ្រូចៅអធិការអាចារ្យគណៈកម្មការគ្រប់វត្តមណ្ឌលវិបស្សនាធុរៈនិងអាស្រមព្រះពុទ្ធសាសនាធ្វើការបោសសម្អាតទីធ្លាព្រះវិហារកុដិឧបដ្ឋានសាលានិងកន្លែងគោរពសក្ការៈបូជាព្រមទាំងតុបតែងលម្អផ្កាភ្ញីបំភ្លឺភ្លើងចងបដាដែលមានព្រះពុទ្ធរូបទ្រង់ប្រសូតត្រាស់ដឹងបរិនិព្វាននិងចងទង់ជាតិទង់សាសនាទង់ព្រះមហាក្សត្រព្រមទាំងបដាពាក្យស្លោកផ្សេង 4. គ្រប់វត្តអារាមមណ្ឌលវិបស្សនាអាស្រមព្រះពុទ្ធសាសនាត្រូវរៀបចំតាំងព្រះឆាយាល័ក្ខណ៍សម្ដេចព្រះអគ្គមហាសង្ឃរាជធិបតីកតេឧទេសបណ្ឌិតទេពវង្សសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាដើម្បីប្រារព្ធពិធីបង្សុកូលឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព 5. សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ការពារសុវត្ថិភាពក្នុងពិធីបុណ្យនិងបំផុសសម្បរសជនពុទ្ធបរិស័ទប្រជាពលរដ្ឋឲ្យអញ្ជើញចូលរួមបំពេញកុសល
តាមសទ្ធាជ្រះថ្លារក្សាឲ្យបាននៅប្រពៃណីដ៏ផូរផង់របស់ព្រះពុទ្ធសាសនានិងអនុមោទនាយកផលអានិសង្សរៀងៗខ្លួនទទួលបានសេចក្តីណែនាំនេះលោកប្រធានមន្ត្រីធម្មការនិងសាសនារាជធានីខេត្តត្រូវសហការជាមួយប្រមេគុណព្រះអនុគុណគ្រប់រាជធានីខេត្តក្រុងស្រុកខណ្ឌព្រះគ្រូចៅអធិការគ្រប់វត្តអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់សូមឲ្យព្រះពុទ្ធសាសនារុងរឿងចម្រើនសូមឲ្យព្រះពុទ្ធសាសនាផ្សាយទូទៅពេញសកលលោកសូមឲ្យលោកទាំងមូលបានប្រកបដោយសន្តិភាពព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថាណត្តហេសន្តិបរាំងសុខំពុំមានសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់ឡើយឃុំតានីចូលឆ្នាំសប្បាយញាតិមិត្តស្រស់ស្រាយតែងខ្លួនស្អាតបាតឃុំតានីចូលឆ្នាំសប្បាយញាតិមិត្តស្រស់ស្រាយតែងខ្លួនស្អាតបាតទៅលេងបុណ្យនៅវត្តប្រាសាទបងប្អូនសង្វាតរុនរៀងដំរងចូលតាមផ្លូវគុំនៅអាយអងទួនចង់ហាន់ត្រង់បានជួបជុំគ្នាវត្តប្រាសាទជាប់ផ្លូវ31អង្គរជ័យជួយស្ទួយគ្រប់វេលាវត្តប្រាសាទជាប់ផ្លូវ31អង្គរជ័យជួយស្ទួយគ្រប់វេលាមកធ្វើបុណ្យឆ្លៀតចូលវិហាររួចហើយនាំគ្នាទស្សនាដោយស្រួលថ្មបាយក្រៀមប្រាសាទតូចពាន់ឆ្នាំមិនដួលដំណើរដូនតាសាលាថ្មីបាលីពុទ្ធកម្មបណ្ដុងសមណៈសាមណេរសិក្សាសាលាថ្មីបាលីពុទ្ធកម្មបណ្ដុងសមណៈសាមណេរសិក្សាកត់ថ្មីចាំងល្អល្អឹងអស្ចារ្យអមដោយសួនច្បាប់ការដងលំអវត្តប្រាសាទបរិស័ទកករូបរាងស្រស់ស្រកកសាងច្បាំងផ្លូវបេតុងក្នុងវត្តខ្វែងខ្វាត់សពថ្ងៃលែងស្ងាត់ទៅដល់មាត់ស្រះផ្លូវបេតុងក្នុងវត្តខ្វែងខ្វាត់សពថ្ងៃលែងស្ងាត់ទៅដល់មាត់ស្រះឥឡូវនេះវត្តយើងប្រែផ្លាំងលូតលាស់លឿនណាស់ច្បាំងនឹងនេត្រាចូលឆ្នាំថ្មីនៅខែមេសាបន្តជ្រះថ្លាប្រាថ្នាស្ងប់ចិត្តវត្តប្រាសាទស្អាតស្អាតក្បែរផ្សារអារម្មណ៍សាសនាខ្នះខ្នែងខំខិតវត្តប្រាសាទស្អាតស្អាតក្បែរផ្សារអារម្មណ៍សាសនាខ្នះខ្នែងខំខិតចូលឆ្នាំសាញ់ស្រឡាញ់ពេញចិត្តនឹកនីអាណិតវត្តស្រុកកំណើតកុំភ្លេចណាទឹកដីល្អឆើតជើងត្បូងលិចកើតត្រូវគិតវត្តយើងតានីចូលឆ្នាំសប្បាយញាតិមិត្តស្រស់ស្រាយតែងខ្លួនស្អាតបាតឃុំតានីចូលឆ្នាំសប្បាយញាតិមិត្តស្រស់ស្រាយតែងខ្លួនស្អាតបាតទៅលេងបុណ្យនៅវត្តប្រាសាទបងប្អូនសង្វាតរុនរៀងដំរងចូលតាមផ្លូវគុំនៅអាយអងទួនចង់ហាន់ត្រង់បានជួបជុំគ្នាវត្តប្រាសាទជាប់ផ្លូវ31អង្គរជ័យជួយស្ទួយគ្រប់វេលាវត្តប្រាសាទជាប់ផ្លូវ31អង្គរជ័យជួយស្ទួយគ្រប់វេលាមកធ្វើបុណ្យឆ្លៀតចូលវិហាររួចហើយនាំគ្នាទស្សនាដោយស្រួលថ្មបាយក្រៀមប្រាសាទតូចពាន់ឆ្នាំមិនដួលដំណើរដូនតាសាលាថ្មីបាលី
ចិត្តវត្តប្រាសាទស្អាងស្អាត